ប្រហុកកសាំងឆាជាមួយនឹងសាច់ជ្រូកបីជាន់បូករួមជាមួយនឹងបន្លែលក់ខ្ចីដែលបាននៅក្រោយផ្ទះទៀតនិយាយពីថាញ៉ាំបាយពីមួយចានគឺអត់ដឹងឆ្អែតទេបងអូនមិនថាទៅសក់ត្រប់ពពីអីគឺបេះដើមដាំដោយខ្លួនឯងមកគឺថាខ្ចីមែនតែនតែម្ដងបងអូនឃើញតាបន្លែហ្នឹងក៏ដឹងគួរឲ្យចង់ញ៉ាំប៉ុណ្ណាដែរទៅអត់ព្រោះដោយសារនេះវាខ្ចីមែនតែនមេទឹមតែភ្លៀងហើយយើងបេះមកវាស្រស់ចឹងណាចំពោះរបៀបនៅក្នុងការធ្វើសាច់ជ្រូកបីជាន់ដែលយើងទិញមកវាអាចនឹងមានផ្នែកនៃខ្លាញ់ផ្នែកនៃរាងសាច់លាយក្រហមច្រើនឯទៅអត់បងអូនអញ្ចឹងខ្ញុំនិយាយជាពីរសម្រាប់ផ្នែកដែលរាងខ្លាញ់ច្រើនយើងកាត់ចិញ្ច្រាំយកម្ករំលីងវាឲ្យចេញខ្លាញ់សិនបន្ទាប់មកយើងប្រើដាក់បំពងវាជាមួយខ្ទឹមដើម្បីឲ្យខ្ទឹមឈ្ងុយលាយជាមួយនឹងអាកាសខ្លាញ់ដែលយើងរំលីងនឹងតែម្ដងបន្ទាប់មកទៅថែមជាមួយនឹងអាសាច់ផ្នែកដែលមានសាច់ក្រហមច្រើនហ្នឹងឆាលាយច្របល់ចូលគ្នាឲ្យវាឆ្អិនសព្វល្អខ្ញុំថែមជាមួយនឹងប្រហុកក៏ដូចជាកាសាំងចូលហើយចំពោះប្រហុកគឺខ្ញុំប្រើប្រហុកសាច់សុទ្ធតែម្ដងហើយកាសាំងអានេះខ្ញុំរៀងជ្រុំបន្តិចដោយសារតែខ្ញុំប្រើកាសាំងបកកអស់បន្ទាប់មកយើងអាចថែមម្ទេសតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់យើងបានបន្ទាប់មកយើងដាក់គ្រឿងទៅប៊ីចេងស្ករហើយចំពោះប្រហុកឆាកាសាំងនេះយើងអាចនឹងប្រើស្កររៀងច្រើនបន្តិចឲ្យវាមានរសជាតិរៀងផ្អែមបន្តិចណាបងអូនព្រោះដោយសារកាសាំងជូរតតែផ្អែមបន្តិចបានវាត្រូវជាតិជាមួយនឹងឆាប្រហុកនឹងតែម្ដងពេលដែលឆាប្រហុករួចរាល់ហើយខ្ញុំឆ្លៀតដាក់ទៅបេះបន្លែតិចចឹងណាបេះទៅមុនគេគឺខ្ញុំបេះពពាយហើយសម្រាប់ពពាយនិយាយពីថាខ្ចីល្អមែនតែនបងអូនអាចមើលបានអានេះខ្ញុំបេះយកខ្ចីព្រោះដោយសារយើងបេះញ៉ាំខ្លួនឯងចឹងភាគច្រើនខ្ញុំអត់ទុកឲ្យចាស់ទេខ្ចីល្មមគឺយើងបេះហើយព្រោះដោយសារខ្ចីចឹងគឺយើងញ៉ាំទៅវាផ្អែមឆ្ងាញ់ណាហើយសម្រាប់ពូជពពាយដែលខ្ញុំដាំនេះគឺវាអត់មានរដូវកាលដូចពពាយផ្សេងទេពពាយផ្សេងគឺមានរដូវកាលអញ្ចឹងណាតទៅដល់ខែ11អីបាត់វាផ្កាផ្លែអញ្ចឹងទៅតែពពាយនេះអត់ទេឲ្យតែយើងដាំទៅដើមធំផ្កាគឺផ្លែបានផលល្អមែនតើហើយមិនទៅភ្លៀងហើយផងពេលបេះមកគឺថាល្អខ្លាំងមែនតើបន្ទាប់ពីបេះពពាយហើយខ្ញុំឆ្លៀតទៅបេះសណ្តែកគួរបន្តិចសណ្តែកគួរនេះគឺយើងដាំតាមរងទេសម្រាប់ហូបនៅក្នុងគ្រួសារអញ្ចឹងតិចប៉ុន្តែម្រងនេះគឺផ្លែបានផលច្រើនខ្លាំងមែនតើហើយនិយាយពីគួរវិញគឺវែងខ្លាំងមែនតើទាំងដែលយើងដាំយើងអត់ដែលបានប្រើជីគីមីប្រើអីទេប៉ុន្តែយើងប្រើជីធម្មជាតិដោយការត្រាំកាកបន្លែកាកអីចឹងទៅយកទឹកជីដែលរលួយហ្នឹងយកមកស្រោចអញ្ចឹងណាបងអូនមើលផ្លែបាននិយាយពីថាល្អមែនតើត្រប់ស្រួយអីហ្នឹងក៏មានដាំដែរប៉ុន្តែយើងដាំមួយមុខពីម្ដងសម្រាប់តែញ៉ាំក្នុងគ្រួសារអញ្ចឹងណាព្រោះដោយសារពេលដាំច្រើនពេកអញ្ចឹងទៅវាផ្លែចាស់ចែកអ្នកចិត្តខាងញ៉ាំដែរប៉ុន្តែវាអត់អន់អញ្ចឹងណាបន្ទាប់ពីបេះបន្លែលាងចិត្តសម្អាតអស់ហើយអានេះដល់វគ្គភ្លក់ម្ដងហើយបងអូននិយាយពីថារសជាតិវិញបើសិនជាបងអូនបានញ៉ាំហើយគឺដឹងតែចង់ញ៉ាំទៀតតែម្ដងនិយាយថាវារៀងជូររៀងផ្អែមបើញ៉ាំបាយវិញអស់ពីមួយចានក៏អត់សូវដឹងឆ្អែតដែរបងអូនខ្ញុំមិនដឹងមិនទេឲ្យតែម្ហូបអញ្ចឹងបានន័យថាចុះបាយហ្មងបងអូនអញ្ចឹងដែរអត់ហើយខ្ញុំជឿថាក៏មានបងអូនមួយចំនួនទៀតក៏ដូចខ្ញុំអញ្ចឹងដែរឲ្យតែបានប្រហុកផ្អកអញ្ចឹងនិយាយពីថាញ៉ាំបាយគឺអត់សូវដឹងឆ្អែតទៅបងអូនហើយមានថែមម្លក់ម្រះអីទៀតអញ្ចឹងឲ្យផ្លែយើងបេះថ្មីស្រស់និយាយទៀតនិយាយពីថាទៅញ៉ាំជាតិផ្អែមឆ្ងាញ់តែម្ដង